កងទ័ពកម្ពុជារងគ្រោះដោយសារការបាញ់ឧស្ម័នពុលពីយោធាថៃនៅថ្ងៃទី17ខែធ្នូឆ្នាំ2025ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយអំពីករណីកងទ័ពកម្ពុជាលោកគុនយ៉ុងដែលរងគ្រោះពីការបាញ់ផ្សែងពុលរបស់យោធាថៃខណៈកំពុងសម្រាកនៅលើគ្រែពេទ្យដោយមានភរិយានៅក្បែរលោកបានរៀបរាប់ថាលោកបានបង្ខំចិត្តដកថយពីទីតាំងជួរមុខនាពេលថ្មីៗនេះបន្ទាប់ពីជួបបញ្ហាថប់ដង្ហើមក្រោយការវាយប្រហារតាមអាកាសដោយយន្តហោះថៃ Reuters បានរាយការណ៍បន្ថែមថានៅលើគ្រែពេទ្យក្នុងខេត្តបន្ទាយមានជ័យទីហ៊ាននិងប៉ូលីសជាច្រើនអ្នកទៀតក៏បានរៀបរាប់អំពីបទពិសោធន៍នៃបញ្ហាផ្លូវដង្ហើមបន្ទាប់ពីយន្តហោះថៃបានទម្លាក់អ្វីដែលពួកគេហៅថាទឹកពុលទន្ទឹមនឹងនេះក្រសួងការពារជាតិកម្ពុជាបានអះអាងស្ទើរតែរៀងរាល់ថ្ងៃថាកងទ័ពថៃកំពុងប្រើប្រាស់ឧស្ម័នពុលរួមជាមួយនឹងយុទ្ធសាស្ត្រផ្សេងទៀតដែលជាការរំលោភយ៉ាងច្បាស់លើច្បាប់អន្តរជាតិឆ្លើយតបនឹងការចោទប្រកាន់នេះអ្នកនាំពាក្យកងទ័ពអាកាសថៃលោកចក្រិថាម៉ាវិឆ័យបានប្រាប់ Reuters ថាកងទ័ពអាកាសមិនដែលប្រើប្រាស់អាវុធគីមីទេលោកបានចាត់ទុករបាយការណ៍ទាំងនោះថាជាព័ត៌មានคล้ายៗដែលមានបំណងបង្ខូចកេរ្តិ៍ឈ្មោះប្រតិបត្តិការរបស់ខ្លួនលោកបានបញ្ជាក់ថាប្រសិនបើវាជាអាវុធគីមីមែនពួកគេនឹងមិនមែនគ្រាន់តែពិបាកដកដង្ហើមនោះទេគឺពួកគេច្បាស់ជាស្លាប់បាត់ទៅហើយជាមួយគ្នានោះ Reuters ក៏បានរំលឹកផងដែរថាកាលពីអំឡុងពេលប្រយុទ្ធគ្នាកាលពីខែកក្កដាកម្ពុជាបានចោទប្រកាន់ប្រទេសថៃថាបានប្រើប្រាស់គ្រាប់រំសេវហ្វូស្វ័រពណ៌សដែលបង្កើតជាពពកផ្សែងយ៉ាងក្រាស់កាលនោះភាគីថៃបានទទួលស្គាល់ថាខ្លួនពិតជាមានគ្រាប់រំសេវប្រភេទនេះមែនប៉ុន្តែវាមិនត្រូវបានចាត់ថ្នាក់ជាអាវុធគីមីក្រោមអនុសញ្ញាអន្តរជាតិឡើយដោយវាត្រូវបានប្រើប្រាស់សម្រាប់តែការបំភ្លឺនិងធ្វើជាផ្សែងបិទបាំងប៉ុណ្ណោះទោះជាយ៉ាងនេះក្តីយោងតាមអង្គការសុខភាពពិភពលោក WHO ការប៉ះទង្គិចនឹងផ្សែងហ្វូស្វ័រពណ៌សគឺបង្កគ្រោះថ្នាក់ដល់ភ្នែកនិងប្រព័ន្ធផ្លូវដង្ហើមដោយឡែកលោកវិជ្ជបណ្ឌិតបងប៊ុននរិទ្ធដែលបម្រើការនៅមន្ទីរពេទ្យក្នុងខេត្តបន្ទាយមានជ័យបានឲ្យដឹងថាលោកបានទទួលព្យាបាលទាហានប្រហែល20នាក់កាលពីសប្តាហ៍មុនដែលមានរោគសញ្ញាវិលមកក្អួតនិងពិបាកដកដង្ហើមទោះជាយ៉ាងណាលោកបញ្ជាក់ថាគេមិនទាន់អាចកំណត់ឲ្យច្បាស់លាស់ពីមូលហេតុបង្កនៃរោគសញ្ញាទាំងនោះឡើយប្រសិនបើគ្មានការធ្វើតេស្តវិភាគបន្ថែមលោកវិជ្ជបណ្ឌិតបានមានប្រសាសន៍ថាយើងបានផ្ដល់ការព្យាបាលតាមលទ្ធភាពដែលអាចធ្វើទៅបាននៅទីនេះមុនពេលបញ្ជូនពួកគេទៅកាន់មន្ទីរពេទ្យផ្សេងទៀតកាលពីថ្ងៃអាទិត្យកន្លងទៅ Reuters ក៏បានទៅសួរសុខទុក្ខទាហានចំនួន20នាក់ទៀតដែលមានរោគសញ្ញាស្រដៀងគ្នានៅមន្ទីរពេទ្យមួយទៀតក្នុងស្រុកសិរីសោភ័ណ្ឌដែលកំពុងទទួលការព្យាបាលពីលោកវិជ្ជបណ្ឌិតណវណ្ណីទាហានខាត់ផោលីអាយុ66ឆ្នាំបានលើកឡើងថាពួកគេបានបាញ់ផ្សែងពុលមកលើមូលដ្ឋានរបស់យើងពីលើអាកាសដើម្បីបំពុលយើងចំណែកលោកខៀវផានប៉ូលីសអាយុ55ឆ្នាំក៏បានរៀបរាប់ទាំងឈឺចាប់ថាមួយរំពេចក្រោយការបាញ់គាត់មានអារម្មណ៍ថាដូចជាថប់ដង្ហើមហើយរាងកាយរបស់គាត់ក៏ចុះខ្សោយភ្លាមៗតែម្ដងខ្ញុំបាទស៊ីណាតពីរំលេច News TV ចុងភៅហេងមេងឡាយសូមស្វាគមន៍ប្រូម៉ូសិនពិសេសពីចុងភៅហេងមេងឡាយមានហ្វ្រីជូនរហូតដល់ទៅ15មុខនិងភោជនីយដ្ឋានសម្រាប់គូស្វាមីភរិយាថ្មី25គូដំបូងដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍និងពិសាភោជនីយអាហារនៅភោជនីយដ្ឋានចាប់ពី40តុ60តុនិង80តុប្រញាប់រុះរាន់ឡើងកម្មវិធីពិសេសនេះផ្ដល់ជូនត្រឹមតែ25គូដំបូងតែប៉ុណ្ណោះសូមតាក់ទងមកកាន់ហាងយើងខ្ញុំតាមរយៈ Telegram អាសយដ្ឋានផ្ទះលេខ96ផ្លូវ 3BT សង្កាត់បឹងទំពុន1ខណ្ឌមានជ័យរាជធានីភ្នំពេញឬតាក់ទងតាមរយៈទំព័រ Facebook Page ផ្លូវការហេងមេងឡាយ